ដែលមានឫទ្ធិនុភាពយ៉ាងខ្លាំងក្លាឈួរតង្ហាលើកណ្ដោភ្នំពាត់ជុំលើជុំទិសខាងជើងនៃទឹកដីព្រះរាជាណាចក្រអង្គរខ្មែរដែលមានភូមិសាស្ត្រហូរហែដ៏ចំណាស់មួយដែលមានអាយុកាលជាង1000ឆ្នាំពិតជាអស្ចារ្យមែនទែនក្លឹមព្រះនគរចាថ្ងៃនេះអ្នកនាងទេពព្រឹកនិងអ្នកនាងអោសគុណកញ្ញាគាត់បានរួមគ្នាចាច្រៀងចម្រៀងចាដើម្បីសប្បាយ fan នៅក្នុងកម្មវិធីដ៏អស្ចារ្យនេះចាពិតជាអស្ចារ្យមែនទែនសម្រាប់ថ្ងៃដ៏ពិសេសនេះបងប្អូនអញ្ចឹងចានេះគឺជាសកម្មភាពវីដេអូតាំងពីថ្ងៃសមរហូតមកដល់ថ្ងៃកម្មវិធីតែម្ដងចាបងប្អូនអាចចូលរួមទស្សនាជាមួយនឹងខ្ញុំបានចាសូមគោរពព្រះគុណបងប្អូនទាំងអស់គ្នាចាពេលនេះខ្ញុំកំពុងតែស្ថិតនៅហលកោះពេជ្រនេះថ្ងៃនេះគឺជាកម្មវិធីដ៏អស្ចារ្យបំផុតពាក់ព័ន្ធជាមួយនឹងវប្បធម៌ខ្មែររបស់យើងមិនថាពីសម័យបុរាណរហូតដល់បច្ចុប្បន្នអ្នកនាងទេពព្រឹកនិងលោកជាដាវីតជាមួយនឹងផលិតផលនេះដែលគាត់បានរួមគ្នាបង្កើតជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយគឺព្រឹត្តិការណ៍ក្លឹមនៃព្រះនគរចាឲ្យថ្ងៃនេះដែរក៏មានការចូលរួមពីសិល្បករសិល្បការិនីជាពិសេសចាពុកបងប្អូនក៏បានចូលរួមជាច្រើនខ្លាំងមែនទែនជាពិសេសបងប្អូនជាពលរដ្ឋយើងតែម្ដងចាតិចទៀតនេះខ្ញុំនឹងដឹកយកទស្សនភាពនៅក្នុងហលកោះពេជ្រនេះតែម្ដងចាសូមជើញនៅជុំទិសខាងជើងនៃទឹកដីព្រះរាជាណាចក្រអង្គរខ្មែរពីប្រាសាទប្រវត្តិតាមពិធីខាងទឹកដីទាំងណាបាទគឺការខំប្រឹងប្រែងរបស់គ្នាអរគុណច្រើនខ្ញុំក៏សំដែងបងខ្ញុំសំដែងនេះបានខំជាគេមកសំដែងម្នាក់ទៅតម្រាំតបានមកសូមបត់មិនធម្មតាទេមានការហាត់សមគឺថាប្រឹងប្រែងទាំងអស់គ្នាចាអរគុណទៅវិញចឹងខ្ញុំនឹងសួរគាត់ទៅថាគឺនិយាយតែគាត់អរគុណច្រើនជាបន្តទៅទៀតក៏សូមគោរពអញ្ជើញបងប្អូនធ្វើដំណើរជាបន្តទៅទៀតទៅបាទកន្លែងមួយក្នុងថ្ងៃនេះដែរនាងខ្ញុំក៏បាន invite បងប្អូនដែលជាជនបរទេសដែលគាត់ចារស់នៅស្រុកខ្មែរជាយូរឆ្នាំហើយគាត់ក៏មានសញ្ជាតិជាខ្មែរហើយគាត់ពិតជាស្រឡាញ់វប្បធម៌ប្រពៃណីខ្មែរយើងខ្លាំងមែនទែនបងប្អូនចាហើយពួកគាត់ចាចូលរួមទាំងសេចក្តីរំភើបតែម្ដងចានៅក្នុងថ្ងៃនេះដែរហើយនាងខ្ញុំក៏បានចាស្លៀកសម្លៀកបំពាក់ជាបែបប្រពៃណីចាខ្មែរយើងចាប៉ុន្តែនាងខ្ញុំជ្រើសរើសយកក្រមាហើយយកមកច្នៃចានៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះដែរចាហើយនេះគឺជាសកម្មភាពរបស់អ្នកនាងទេពព្រឹកនិងក្រុមការងាររបស់គាត់ចាគឺថាមានការមមាញឹកយ៉ាងខ្លាំងបំផុតចាសម្រាប់ការតុបតែងឲ្យថ្ងៃនេះដែរក៏មានអ្នកនាងអរគុណកញ្ញាចាចូលរួមជាតារាកិត្តិយសនៅក្នុងកម្មវិធីក្លឹមព្រះនគរចាពិតជាអស្ចារ្យណាស់ចាមិននឹកស្មានថាគាត់ទាំងពីរអ្នករួមគ្នាឲ្យច្រៀងចម្រៀងជាមួយគ្នាចាបងប្អូនឥឡូវនេះគាត់កំពុងតែត្រៀមខ្លួនដើម្បីឡើងទៅច្រៀងចាចម្រៀងរួមគ្នាហើយបងប្អូនចាឥឡូវនេះគាត់កំពុងតែផ្ដល់នៅកម្លាំងចិត្តទៅវិញទៅមកចាហើយក៏ត្រៀមខ្លួនចាបងប្អូនឥឡូវអ្នកនាងទេពព្រឹកគាត់ឡើងទៅមុនចាព្រោះបទនេះកញ្ញាអបសុគន្ធអ្នកនាងអបសុគន្ធកញ្ញាគាត់ឡើងទៅតាមក្រោយអញ្ចឹងណា
ហើយបងដូចបងប្អូនបានឃើញស្រាប់ហើយនេះមិនស្រួលទេបងប្អូនចាលិតជង្គង់ផងអីផងរត់ផងអីផងចាអាណិតគាត់ខ្លាំងមែនតើអញ្ចឹងសម្រាប់ការស្រឡាញ់របស់គាត់ទឹកចិត្តរបស់គាត់លះបង់មែនតើបងប្អូនហើយគាត់រវល់ខ្លាំងណាស់តែនេះពេលទេប្រព្រឹត្តជាមួយនឹងលោកជាដេវីតចាគឺគាត់ពិតជារវល់មែនមួយរយៈនេះព្រោះដោយសារការរៀបចំកម្មវិធីហ្នឹងគឺលឿនពេកបងប្អូនចាបងប្អូនឃើញអត់ចាតម្រាំតែបានមួយបត់ចាម្នាក់គឺថាអូយរត់ចារត់ខ្វែងដៃខ្វែងជើងគ្នាអស់ហើយឥឡូវបានមួយបត់ទៀតហើយបងប្អូនចុះមកដើម្បីត្រៀមចារៀបចំផ្លាស់សម្លៀកបំពាក់ថ្មីដើម្បីត្រៀមទៅបត់ក្រោយបងប្អូនចាហើយបងប្អូនឃើញស្រាប់ហើយក្រុមការងារគាត់ច្រើនណាស់ហើយបើសិនជាតិចក៏ធ្វើអត់តាន់ដែរបងប្អូនចាគ្រប់បត់ហើយគ្រប់ម៉ូដបងប្អូនហើយតែទោះជាយ៉ាងណាក៏ដោយក៏នៅតែមានស្នាមញញឹមពី idol យើងដែរចាអញ្ចឹងសង្ឃឹមថាកម្មវិធីក្លឹមព្រះនគរចាអាចនឹងមានម្ដងទៀតកើតឡើងសម្រាប់ប្រទេសកម្ពុជាយើងចារំខានបងប្អូនទាំងអស់គ្នាដែលអញ្ជើញទស្សនានៅក្នុងពេលនេះបង្ហាញនៅ flash ទូរស័ព្ទវ៉ាវបង្ហាញថាពួកយើងនឹងចងចាំនៅវីរភាពដ៏អស្ចារ្យរបស់វីរៈកងទ័ពរបស់ពួកយើងសូមរំលឹកទៅដល់ភាពអស្ចារ្យនៃដូនតានៅប្រទេសកម្ពុជាសូមបងប្អូនទាំងអស់គ្នាជូតទឹកភ្នែកហើយរឹងមាំដើរទៅមុខជាបន្តសូមបន្ត flash ដែលបានចូលមកនេះគឺសរបញ្ជាក់ឲ្យឃើញថាជាឆន្ទៈមួយដើម្បីជាតិដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយកម្លាំងចិត្តរបស់វីរៈកងទ័ពយើងដែលកំពុងតែនៅទល់ដែនគាត់មិនដែលមានពេលសម្រាកហើយនេះពួកយើងនេះជាអ្នកសមរភូមិក្រោយពាក្យចាស់លោកថាធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាចឹងពួកយើងនៅសមរភូមិក្រោយដែលមានលោកអញ្ញានិងបងប្អូនជាពិសេសដែលបានចូលមករួមនេះគឺសម្ដែងនៃទឹកចិត្តដើម្បីគ្រប់គ្រងរីវិភាគទានដើម្បីជួយដល់កងទ័ពវីរៈកងទ័ពយើងនិងជនភេសជ្ជដែលកំពុងតែទទួលការលំបាកហើយជាការមួយជួយរំលែកដល់ថ្នាក់ដឹកនាំទាំងអស់ទាំងសូមអរគុណដែលបានអញ្ជើញហើយជាពិសេសសូមអរគុណបងប្អូនទាំងពីរហើយសិល្បករទាំងអស់ដែលបានខំមានអីគេគឺថាប្រហែលនិយាយសូមជូនពរនៃសំណរសូមអរគុណយ៉ាងណាក៏មិនភ្លេចដែរជាមួយនឹងអ្នកគ្រូដែលមិនបានបង្ហាញមុខក៏អ្នកគ្រូបានជួយច្រើនខ្ញុំអរគុណទាំងពីរអ្នកដែលពួកខ្ញុំសូមអរគុណហើយនៅក្នុងឱកាសនេះដែរក៏យើងឈានដល់ទីបញ្ចប់តែក៏សូមអរគុណដល់ពុកម៉ែបងប្អូនដែលបានទស្សនាតាំងពីដើមរហូតមកដល់ចប់ចាបើសិនជាមានកំហុសខុសឆ្គងអ្វីចាសូមអធិស្ឋាននិងភាពខ្ញុំផងដែរនេះខ្ញុំក៏សូមជូនពរបងប្អូនទាំងអស់គ្នាចាសុខភាពល្អឆ្នាំថ្មីជាពិសេសប្រងប្រាថ្នាអ្វីសូមឲ្យបានដូចដំណង